បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយចូលមកដល់ប្រធានបទថ្មីឆ្នាំថ្មីហើយយើងក៏នឹងចែកប្រធានបទតាក់ទងនឹងមានន័យថាអ្នកខ្លះគាត់មានទ្រព្យហើយគាត់មានទាំងចិត្តល្អទៀតមានទាំងរូបសម្បត្តិស្អាតហើយក៏មានចិត្តល្អចិត្តធម៌ចិត្តបុណ្យអីចឹងទៅហើយយើងក៏មានភាពរីករាយដែលគាត់មានរូបភាពមានថារូបរាងទាំងរូបសម្បត្តិទាំងទ្រព្យទាំងអីចឹងទៅគាត់ចេះធ្វើបុណ្យធ្វើទានដែរអាចថាមាននិយាយទៅមានគុំគ្រួសារមួយដែលល្អចេះណែនាំគាត់ហើយគាត់មានចរិយាមីជាតិដែលល្អអាចថាជាកូនមួយដែលស្ដាប់ម៉ែឪនឹងការអប់រំបានខ្ពង់ខ្ពស់ហើយក៏ពួកគាត់នឹងក៏បែរថាគាត់ល្អក្នុងការនិយាយស្ដីក្នុងការដែលគាត់គោរពទៅឪពុកម្ដាយចាស់ព្រឹទ្ធាចារ្យអីផ្សេងៗនេះក៏អាចថាគាត់មានថាគ្រូឬក៏អាចថាជាអ្នកដែលឪពុកម្ដាយបានណែនាំល្អទៅគាត់ក៏អាចដើរទៅតាមកន្លងធម៌ហ្នឹងក៏និយាយចឹងណាហើយខ្ញុំក៏មើលឃើញពីសម័យឥឡូវវាអាចថាតើតើនឹងការអប់រំទៅលើមនុស្សឬក៏តើតើនឹងរូបរាងឬអីមួយតែមានរូបសម្បត្តិល្អស្អាតប៉ុន្តែនៅក្នុងការដែលមនុស្សម្នាក់ៗដែលមានទាំងចិត្តល្អចិត្តវានឹងកម្រនឹងអាចថាទាំងអាចថាអ្នកខ្លះគឺអាចកើតមានតំប្រមអ្នកខ្លះទៅគាត់ថានៅក្នុងគ្រួសារអ្នកក្រមានរូបសម្បត្តិស្អាតតែចិត្តល្អជួនកាលអាចថាវាក្នុងរួមគ្នាជាមួយនឹងការដែលនិយាយប្រធានបទនេះថាយើងមិនមែនសកាត់លើអ្នកមានទ្រព្យសម្បត្តិឬក៏អ្នកក្រទេតែសំខាន់គឺចិត្តយើងគឺវាល្អព្រោះថាដែលខ្ញុំមើលឃើញពីអ្វីដែលអាចកើតឡើងនៅលើโลกនេះគឺមានន័យថាអ្នកខ្លះអាចនៅពេលដែលអាចចរិតមួយជាតិឬក៏អីមួយដែលគាត់មានរូបសម្បត្តិស្អាតតែចរិតមួយជាតិគឺអត់បានក្នុងការដែលមានចិត្តក្នុងការដែលល្អឬក៏អីចឹងទៅចឹងកើតមកវាមានតែមួយគឺដូចគេនិយាយថាការមានរូបរាងស្អាតតែចិត្តអត់សូវនេះទេចិត្តវាហៅថាពីមេឬក៏ចិត្តរឿងមួយដែលល្អអីចឹងទៅជាមួយដែលយើងមានអារម្មណ៍ថាវាស្ដាយដែរបើសិនជាមនុស្សហ្នឹងកើតមករូបទាំងសម្បត្តិទាំងស្អាតទាំងចិត្តល្អហើយក៏ចេះជួយចែកម្លែកអ្នកដទៃចេះជួយយកអាសាឬក៏ចេះក្នុងការដែលមានការអប់រំខ្ពស់ឬក៏ស្គាល់ល្អស្គាល់អាក្រក់ហ្នឹងគឺខ្ញុំនិយាយបានថាវាកើតមកទាំងព្រមហ្មងយើងមានអារម្មណ៍ថាសប្បាយចិត្តមែនតើឥឡូវដូចសំបីតែខ្ញុំអ្នកនិយាយហ្នឹងគឺយើងមិនមែនជាអ្នកដែលមានរូបរាងស្អាតបានអីទេតែមានថាចិត្តផុនយើងគឺយើងបានឆ្លងកាត់នៅរឿងរ៉ាវពីមុនគឺយើងមានចិត្តល្អក្នុងការចេះចែកម្លែកក្នុងការជួយទៅដូចជាឥឡូវមិត្តភ័ក្តិថាបងប្អូនមិនថាដូចជុំវិញខ្លួននេះគឺយើងតែតែមានចិត្តល្អក្នុងការដែលជួយចែកម្លែកទៅគេប៉ុន្តែយើងអត់ដឹងថានៅជុំវិញមនុស្សហ្នឹងដែលយើងមានការដែលយើងធ្វើការឬក៏យើងស៊ីវិការដែលប្រកបវិជ័យនៅតាមដែលមានមនុស្សដែលសាងបាបកម្មសាងក្រឬក៏ក្រុមហ៊ុនប្រកបវិជ័យហ្នឹងមានរឿងអក្រក់ដែលសើមធ្វើបាបកម្មមកលើខ្លួនយើងឬក៏សាងអីអត់ល្អមកលើយើងឯងយើងគិតទៅពីរឿងមួយដែលយើងសប្បាយចិត្តនឹងការដែលជួយគេទេប៉ុន្តែយើងមើលអត់ឃើញទេបងប្អូនដោយសារតែនៅក្នុងសង្គមឬក៏សម័យកាលយើងរស់នៅមួយហ្នឹងវាតែងតែមានមនុស្សអកតេមួយមនុស្សសាងបាបកម្មហ្នឹងហើយបានតែយើងនិយាយថាវាគឺនឹងកម្រពេលខ្លះទៅដែលអាចថាមានទាំងព្រមដោយសារតែឪពុកម្ដាយគាត់គឺគាត់បានមានការអប់រំហើយបានគាត់បានបញ្ជូនគុណទៅរៀនសាលាល្អឬក៏បានតែគ្រូជួបគ្រូឬក៏អត្តចរិតពីដើមកំណើតផុនគាត់ហ្នឹងណាមានថាអត្តចរិតពីដើមកំណើតផុនគាត់ហ្នឹងគឺរហូតតែល្អទៅទៀតមានថាគាត់ហ្នឹងគឺជួនកាលនិយាយថាមានថាកើតមកទាំងព្រមហ្មងន័យថាជ្រឹកមួយទៀតគឺគាត់ចេះគោរពគាត់ដឹងល្អដឹងអាក្រក់គាត់ស្ដាប់ឪពុកម្ដាយគាត់មានភាពរំទុំគាត់អាចនិយាយបានថាជាមួយដែលរឿងកម្រនឹងឃើញមានដោយសារខ្ញុំមើលឃើញនៅរឿងរ៉ាវដែលកើតមាននៅលើនោះគឺវាមានច្រើនអញ្ចឹងទៅមានថាអ្នកខ្លះមិនថាមានរូបរាងស្អាតតែអត្តចរិតគឺប្រៀបថារបៀបការឆ្នះឬក៏តកតងនឹងអ្វីមួយដែលយើងនិយាយថាវាអាចនឹងមានទៅតាមអត្តចរិតផងមនុស្សផងដែរអញ្ចឹងវាមានរឿងជាច្រើនដែលយើងមើលឃើញពីវាថាមួយជាតិផងមនុស្សឬក៏អត្តចរិតផងមនុស្សវាខុសគ្នាអញ្ចឹងទៅថាវាកម្រនឹងបានជួបណាមនុស្សតែមានទាំងរូបស្អាតហើយមានទាំងចិត្តល្អហ្នឹងដែលខ្ញុំមើលឃើញខ្ញុំបានឆ្លងកាត់មើលរឿងរ៉ាវជាច្រើនដែលខ្ញុំបានធ្លាប់ឆ្លងកាត់នៅពេលដែលរៀនហ្នឹងគឺខ្ញុំមានបានមិត្តជួបនឹងមិត្តភ័ក្តិថាមិត្តភ័ក្តិស្អីចឹងគឺគាត់មានទាំងភាពស្លូតបូតគាត់មានទាំងតចរិតមានចិត្តល្អក្នុងការដែលចេះចែកម្លែកគ្នាប៉ុន្តែទៅថ្ងៃទៅមុខគឺយើងអត់ដឹងទេនឹងការជួបនឹងបញ្ហាជីវិតរឿងអីផ្សេងៗក៏យើងអត់ដឹងដែរទៅតទៅនឹងគ្រួសារឬក៏មានបញ្ហាអីតទៅនឹងរឿងរ៉ាវដែលគាត់ជួបប្រទះពេលពី
ការដែលគាត់ឆ្លងកាត់នៅការបត់ជីវិតរបស់គាត់មួយគឺយើងអត់ដឹងទេប៉ុន្តែខ្ញុំគាត់ថាពេលដែលយើងបានជួបគ្នានៅពេលដែលយើងបានធ្លាប់រៀនយើងបានធ្លាប់ធ្វើការឬក៏យើងបានរស់នៅក្នុងកំពង់គ្រួសារយើងការគឺមានទាំងប្រុសហ្មងកាលណាមានទាំងប្រុសហ្នឹងទាំងការអ្នកខ្លះគឺមានតែរូបរាងស្អាតហើយគឺចិត្តល្អទេមិនថាទាំងប្រុសទាំងស្រីទេគឺវាស្ថិតទៅលើអត្តចរិតដើមកំណើតផងគាត់ពេលណាការអប់រំឪពុកម្ដាយជឿមួយផ្នែកទេតែអត្តចរិតផងគាត់ហ្នឹងគឺជាមួយផ្នែកទៀតដែលគាត់អាចនឹងគាត់នឹងចេះគោរពឬក៏គាត់នឹងចេះអប់រំខ្លួនឯងបងបើសិនជាខ្ញុំវិញគឺខ្ញុំវាមិនមែនថាជាមនុស្សដែលស្អាតឬក៏ចិត្តដែលនិយាយថាយើងវាចិត្តវាមានទេក្នុងការចិត្តល្អក្នុងការជួយគេត្រង់មួយគេអញ្ចឹងទៅការគេមិនត្រង់មួយយើងគេមានចិត្តសាងអីអាក្រក់សាងបាបកម្មគឺយើងមើលអត់ឃើញណាដោយសារខ្ញុំបានឆ្លងកាត់រឿងរ៉ាវទាំងអស់ហ្នឹងខ្ញុំគិតថាបងប្អូនពេលខ្លះបើសិនជាបានកើតមកមានទាំងប្រូមានឪពុកម្ដាយក្នុងការអប់រំហើយយើងព្យាយាមបានសាងល្អតាំងពីក្មេងរហូតដល់ចាស់ស្លាប់ទៅគឺមួយដែលមានអត្ថន័យក្នុងឆាកជីវិតផងយើងក៏អត់ចង់គិតថាយើងកើតមកមានអំពើថោកទាបឬក៏អំពើបាបកម្មអីយើងចង់សាងប៉ុន្តែនៅក្នុងស្ថានភាពប្រជាការអ្នកខ្លះក៏មាននៅក្នុងស្ថានភាពគ្រួសារមានទាំងទ្រព្យសម្បត្តិមានទាំងការអប់រំឪពុកម្ដាយចេះទូមានព្រានម្ដាយដល់កូនហ្នឹងដើរតាមកន្លងធម៌ទៀតវារឿងមួយដែលសប្បាយរីករាយនឹងធ្វើជីវិតគាត់នឹងវាស្រស់បំព្រងទាំងគប់ផ្សំទាំងអស់ទាំងទៅទាំងព្រមហ្មងហើយក៏ឆាកជីវិតផងគាត់ហ្នឹងក៏គាត់នឹងជួបតែរឿងដែលអាចថាជាការរឿងល្អដែលគាត់នឹងការរាប់អានទៅមនុស្សត្រូវដែរតែការរាប់អានមនុស្សខុសវាអាចទាំងជួបនឹងបញ្ហាផងគាត់ផ្សេងមួយទៀតអានឹងដែលយើងមើលឃើញតែថ្ងៃមុខផងដែរជួនទៅតទៅនឹងសម័យកាលខ្ញុំមើលឃើញដូចជាសម័យកាលខ្ញុំរស់នៅហ្នឹងវាជួបនៅរឿងរ៉ាវដែលយើងគិតពីរឿងល្អច្រើនអញ្ចឹងទៅមានមនុស្សដែលអកតេមនុស្សដែលក្រុមហ៊ុនដែលប្រកួតប្រជែងអ្នកដែលសាងបាបកម្មមួយចំនួនធ្វើរឿងអាក្រក់សាងអីអត់ល្អមកលើគ្នាអញ្ចឹងទៅខ្ញុំក៏វាជួបរឿងរ៉ាវនៅក្នុងដែលយើងបានមើលឃើញពីទាំងអស់ហ្នឹងទៅឬក៏អ្នកខ្លះដើម្បីផលប្រយោជន៍ឬខ្លះដើម្បីទៅភាពចំណានឈ្នាអីផ្សេងគឺហ៊ានប្រព្រឹត្តដែរមិនថាអីមួយទេដែលយើងគាត់ថាចង់បានលុយចង់បានអ្វីមួយតំណបានចង់បានផលប្រយោជន៍មួយគឺហ៊ានសាងអំពើបាបកម្មដែលយើងអត់ចង់ជួបក៏យើងមិនចង់ឃើញមនុស្សទាំងអស់ហ្នឹងនៅតែប្រព្រឹត្តនៅអំពើបាបកម្មសាងបាបកម្មទាំងអស់ហ្នឹងដែរដោយសារតែជាអត្តចរិតផុនគាត់ពីដើមបណ្ដាលមានភាពដុបដុនចំណានឈាននេះដោយសារផលប្រយោជន៍ដើម្បីលុយដើម្បីតំណដើម្បីទុនទីមួយគឺហ៊ានសាងនៅអំពើបាបកម្មហ្នឹងឲ្យបានយើងមានអារម្មណ៍ថាស្ដាយដែរនៅពេលដែលមានរូបរាងស្អាតតែចិត្តសាងអាក្រក់សាងបាបកម្មអាហ្នឹងរឿងមួយដែលយើងមើលឃើញកំហុសឆ្គងផងមនុស្សហ្មងចឹងខ្ញុំនិយាយពីវាមុនតាកំហុសធំរបស់មនុស្សគឺសាងអាក្រក់នឹងឯងគឺមិនថាមនុស្សយើងគឺយើងសាងអាក្រក់គឺវាកើតជាកំហុសបើសិនជាយើងព្យាយាមសាងតែល្អឲ្យបានច្រើនក៏វាអត់មានសូវមានកំហុសដែរអញ្ចឹងបើសិនជាមនុស្សអាក្រក់ព្យាយាមទៅសាងអាក្រក់ទៅទៀតគឺវានឹងធ្វើឲ្យខ្លួនគាត់ទុកទោសឬក៏មានច្បាប់ដាក់ទោសនឹងគាត់អញ្ចឹងយើងព្យាយាមថាពេលដែលយើងពីមុនយើងបានចង់បានផលប្រយោជន៍ចង់បានលុយចង់បានអីវាតែយើងមានបាននៅពេលនេះហើយយើងព្យាយាមធ្វើអ្វីដែលល្អមកវិញមកគឺចេះចាមលេខទៅគេខ្លះជួយគេខ្លះទៅអានឹងជារឿងមួយដែលល្អបំផុតសម្រាប់យើងទាំងអស់គ្នាធ្វើឲ្យយើងមានភាពរីករាយហើយក៏យើងចង់បានជីវិតដ៏រីករាយចង់បានជីវិតទោះយើងមានឬក្រក៏យើងចង់បានជីវិតមួយដ៏សាមញ្ញផងយើងដើម្បីចេះចែកម្លែកគ្នារស់ដោយភាពសាមញ្ញនៅក្នុងគ្រួសារដើម្បីឲ្យគ្រួសារនឹងវាមានភាពរីករាយមានសុភមង្គលដើម្បីកូនឬក៏ដើម្បីឪពុកម្ដាយដើម្បីសាច់ញាតិដើម្បីជួយអ្នកដទៃផងដែរមិនថាដើម្បីតែពេលដែលយើងមានអីសពបែបយ៉ាងយើងព្យាយាមធ្វើអាក្រក់នោះទេយើងព្យាយាមធ្វើល្អឲ្យបានច្រើនផងដែរចឹងទៅខ្ញុំគិតថាប្រធានបទមួយនេះគឺយើងមានអត្ថន័យវាច្រើនមែនទែនសម្រាប់អ្នកដែលមានទ្រព្យទាំងមានរូបសម្បត្តិចិត្តល្អក្នុងការដែលបានទាំងព្រមខ្ញុំពិតជារីករាយនឹងអ្វីដែលគាត់មានហើយខ្ញុំក៏សប្បាយចិត្តនៅពេលដែលគាត់ធ្វើរឿងល្អបានច្រើនហើយក៏មានទាំងរូបភាពមានតែរូបរាងស្អាតបានមានរូបរាងកាយបានមកពីរបៀបអំណោយផលពីធម្មជាតិហើយឬក៏អ្នកខ្លះមិនមែនរូបរាងស្អាតបានទេតែគាត់ចិត្តល្អហ្មងអញ្ចឹងវាជាមួយដែលដែលយើងទាំងអស់គ្នាយើងចង់បានថាទោះមិនមែនស្ថិតទៅលើមានទ្រព្យសម្បត្តិមានរូបរាងស្អាតបានអីទេគឺយើងព្យាយាមធ្វើមិនឲ្យចិត្តយើងមានចិត្តល្អចិត្តស្អាតក្នុងការដែលយើងជួយទៅលើអ្នកដទៃសាងអំពើល្អទៅលើអ្នកដទៃចេះចែកអ្នកដទៃនិងប្រកបដោយស្រឡាញ់អ្នកដទៃផងដែរ
អញ្ចឹងទៅខ្ញុំគិតថាយើងទាំងអស់គ្នាបើសិនជាអ្នកដែលគាត់មានរូបរាងស្អាតបាតហើយគាត់ព្យាយាមមានចិត្តល្អសាងបុណ្យសាងកុសលជួយអ្នកដទៃចេះចែករំលែកអ្នកដទៃទៀតរហូតតែល្អដែរដើម្បីឲ្យគាត់ហ្នឹងក៏កាន់តែល្អមួយឆាកជីវិតគាត់ហ្នឹងបានធ្វើរឿងល្អមកពេញមួយឆាកជីវិតของគាត់ដែរអញ្ចឹងទៅអ្នករូបរាងអត់ស្អាតស្អាតឬអត់អីហ្នឹងគាត់មិនមែនថាគាត់មិនអាចទៅធ្វើរឿងអាក្រក់ឬរឿងអីអត់ល្អទេអញ្ចឹងគាត់ព្យាយាមសម្អាតចិត្តគាត់ឬក៏ព្យាយាមធ្វើរឿងល្អឲ្យបានច្រើនទៅគឺជាមួយដែលមានប្រយោជន៍ទៅជួយដល់សង្គមជួយដល់ប្រទេសជាតិជួយដល់មនុស្សដែលរស់នៅលើផែនដីនេះគឺមានចិត្តស្អាតទាំងអស់ដូចគ្នាផងដែរអញ្ចឹងយើងមិនថិតទៅលើរូបរាងស្អាតឬអាក្រក់អីទេតែស្ថិតលើចិត្តផងយើងតើយើងអាចនឹងចេះជួយអ្នកដទៃចេះចែករំលែកអ្នកដទៃមានចិត្តល្អក្នុងការដែលយើងធ្វើអ្វីដែលល្អសាងអំពើល្អនឹងចង់ឲ្យអ្នកដទៃឬក៏អ្នកជុំពីខ្លួនយើងកើតមានមនុស្សល្អបានច្រើនប៉ុណ្ណាអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាខ្ញុំនៅតែសប្បាយចិត្តហើយរីករាយជាមួយនឹងប្រធានបទមួយនេះដោយសារតែយើងមើលឃើញពីទង្វើមនុស្សឬក៏សាងអំពើអាក្រក់ដែលរស់នៅលើផែនដីផងយើងហ្នឹងគឺការដែលសាងបាបកម្មច្រើនពេកធ្វើឲ្យពួកគាត់ហ្នឹងចេះបន្តនៅរឿងបាបកម្មរឿងអីល្អហ្នឹងប៉ុន្តែយើងឃើញថាមនុស្សនៅរស់លើផែនដីសារតែអំពើល្អចេះជួយគ្នាចេះចែករំលែកគ្នាកាន់តែច្រើនការរស់នៅលើផែនដីយើងគឺមានអារម្មណ៍ថាវានៅតែមានភាពស្រស់ស្អាតរីករាយស្រស់ប្រងពីថាប្រទេសឬក៏នៅលើភពផែនដីមានសង្គ្រាមមានអីកើតឡើងធ្វើឲ្យយើងទាំងអស់គ្នាយើងមានភាពរីករាយរស់នៅក្នុងក្តីសុខផងយើងគ្រួសារផងយើងឬក៏យើងរស់នៅតាមសមត្ថភាពផងយើងរកបានប៉ុណ្ណាយើងរស់បានប៉ុណ្ណឹងហើយយើងបើសិនជាយើងមានយើងចេះចែករំលែកទៅគេហ្នឹងគឺរឿងមួយដែលល្អបំផុតផងដែរអញ្ចឹងទៅខ្ញុំគិតថាប្រធានបទនេះគឺខ្ញុំមានអារម្មណ៍នៅតែសប្បាយចិត្តខ្ញុំតែចង់និយាយដែរហើយខ្ញុំក៏គិតថាខ្ញុំក៏អរគុណដែលមនុស្សដែលមានទឹកចិត្តល្អបានរស់នៅលើផែនដីផងយើងមនុស្សដែលបានជួយគ្នាមិនថាមនុស្សបានជួយខ្ញុំមិនជួយអ្នកដទៃជួយដែលផ្សេងៗកំពុងតែមានបញ្ហានឹងជួបនឹងបញ្ហារឿងអីផ្សេងៗអញ្ចឹងទៅគាត់បានជួយនឹងជារឿងមួយដែលយើងទាំងអស់គ្នាយើងតែងតែអរគុណមនុស្សដែលមានទឹកចិត្តល្អហ្នឹងឯងហើយខ្ញុំក៏អរគុណទៅនឹងការដែលបងប្អូនដែលបានស្ដាប់ប្រធានបទមួយនេះយើងនឹងបន្តនៅប្រធានបទក្រោយៗទៅតដែរ